កម្ពុជាបានបន្តតទៅទៀតការទម្លាក់គ្រាប់បែកបានធ្វើឡើងនៅវេលាម៉ោង10ព្រឹកនេះនៅឯស្រុកស្រីស្នំបាទជាស្ពានដែលតាក់ទងទៅនឹងចំណុចមួយចំនួនដែលកម្ពុជាត្រូវការដើម្បីភស្តុភារបាទណាដើម្បីភស្តុភារលឺហើយនៅបងប្អូនលឺហើយនៅអាឡូ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 បងប្អូនអូខេបើមានអ្នកនិយាយថាអត់លឺណាមានក្មួយនោះចូលមកនោះឈ្មោះសៀលថាអត់លឺអូខេណាអូខេអញ្ចឹងថ្ងៃនេះម៉ោង10ទម្លាក់គ្រាប់បែកហើយតាមមើលទៅសង្គ្រាមនៅបន្តតទៅទៀតពីម្សិលមិញខ្ញុំបានលើកយកពីរឿងពាត់ដែនសមុទ្រអំពីការពាត់ដែនសមុទ្រដែលខ្ញុំនិយាយថាមិនមែនបាត់ចិត្តទេគឺធ្វើការគៀបសង្កត់ដល់ដង្ហើមសេដ្ឋកិច្ចបើសិនណាជាមានអ្វីកើតឡើងដែលធ្វើឲ្យសង្គ្រាមនឹងនៅបន្តតទៅទៀតបាទត្រង់នេះគឺជារឿងមួយហើយការវាយប្រហារគ្នាកំពុងតែធ្វើឡើងនៅច្រើនចំណុចដែលមានការរងរបួសស្លាប់មិនដឹងប៉ុន្មានទេព័ត៌មានណាដែលណាបើព័ត៌មានដល់គេថាបើវាវាយដល់កន្លែងណាវាផ្សាយព័ត៌មានថាយ៉ាងម៉េចក៏យើងមិនទាន់ដឹងទេឥឡូវនេះនៅក្នុងសង្គ្រាមព័ត៌មានទាំងឡាយច្រើនតែคล้ายអញ្ចឹងរឿងស្លាប់រឿងរបួសអីខ្ញុំអត់មានចូលរួមសັບកង់ហ្នឹងទេខ្ញុំនិយាយតែស្ថានភាពទូទៅខ្ញុំបញ្យល់តែរឿងនយោបាយតែប៉ុណ្ណោះហើយថ្ងៃនេះខ្ញុំមានការយឺតយូរបន្តិចក្នុងការផ្សាយដោយសារព័ត៌មានខ្ញុំរវល់ស្រូបព័ត៌មានផ្សេងបាទណាខ្ញុំមានការស្រូបព័ត៌មានផ្សេងដែលខ្ញុំយកមកទុកឆ្លើយបងប្អូនបាទកន្លែងខ្លះក៏ឆ្លើយបានកន្លែងខ្លះក៏ឆ្លើយអត់បានហើយមិញហ្នឹងធ្វើ show ហ្នឹងlaptop ខ្ញុំវាឆ្លង microphone ដល់អញ្ចឹងទៅរអាក់រអួលចាំមើលឲ្យក្តៅម៉ាស៊ីនបន្តិចសិនបាទឥឡូវវាពាក់កណ្ដាលត្រៀតហើយបាទមិនថាចង់ធ្វើពីក្បាលល្ងាចដែរប៉ុន្តែវាគ្មានព័ត៌មានបងប្អូនព័ត៌មានវាអត់មានត្រូវការប្រមូលព័ត៌មានត្រូវការស្ដាប់ត្រូវការសួរដេញដោលអីជាដើមឡាក់នឹងឡាក់ដូច្នេះហើយទៅអត់ឃើញខ្ញុំនោះបាទហើយរឿងចារៈបុរសអីខ្ញុំអត់ដឹងទេអានឹងទុកឲ្យរាជការធ្វើទៅរឿងរាជការបាទតែប៉ុណ្្នឹងអញ្ចឹងមិញនឹងខាត់ពេលខាត់វេលាដាច់អស់ត្រូវហើយ easy ស្រីស្នំវាកាត់ទៅសម្រោងអញ្ចឹងគេវាយសម្រោងគេត្រូវផ្ដាច់ស្ពានដើម្បីកុំឲ្យដឹកជញ្ជូនក្របរំសេវឬក៏ដឹកជញ្ជូនស្បៀងអាហារអីនេះគឺជាការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធណាគឺជាការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធអានឹងសង្គ្រាមគេតែងតែធ្វើអញ្ចឹងត្រូវហើយជាប់ទៅអូស្មាច់បាទខ្ញុំអត់ស្គាល់ទេណាបងប្អូនខ្ញុំមើលតាមផែនទីបន្តិចទេបាទសួស្ដីក្រុងស្រីសុភ័ណ្ឌចៅសម្លាញ់ដែលសួរថាហេតុអ្វីតើសៀមមានបំណងអ្វីចាំតាបញ្យល់កូនណាការទម្លាក់គ្រាប់បែកកន្លងមកគឺទី1គោលដៅនៃការទម្លាក់គ្រាប់បែកគឺបំផ្លាញចោលនៅសំណង់មួយចំនួនដែលថៃចោទប្រកាន់ថាជាសំណង់ scammer ដូចជាសន្តាគារដូចជាកាស៊ីណូហើយមូលហេតុតែថៃធ្វើដូច្នេះគឺថៃត្រូវត្រៀមលក្ខណៈខ្លួនបាទថៃត្រូវត្រៀមលក្ខណៈខ្លួនណាកូនណាថៃត្រូវត្រៀមលក្ខណៈខ្លួនដើម្បីចងក្រងឯកសារចោទប្រកាន់លោកហ៊ុនសែនហ៊ុនម៉ាណែតថាជាអ្នកកាន់អំណាចដែលរកស៊ីជាមួយនឹងពួកអក្រិតកម្ម online scammer hacker extortionist trafficker នេះគឺជាការរៀបចំសំណុំរឿងរបស់ថៃដែលវាត្រូវលេបរូបភាពមួយថារបបគ្រប់គ្រងនៅកម្ពុជាគឺជារបបដែលតាក់ទងជាមួយនឹងអក្រិតកម្មសំស្របពេលវេលាដែលព្រឹទ្ធសភាកម្ពុជាមួយចំនួនត្រូវបានចូលក្នុងបញ្ជីខ្មៅមេតបមួយចំនួនត្រូវបានចូលក្នុងបញ្ជីខ្មៅ Global Magnitsky Act ហើយមានមេ scammer ធំដូចជាឈិនជឺអីជាដើមមានទាំង
ការប្រតិកលានឹងពួក money laundering ដូចជាតាក់ទងនឹងក្រុមហ៊ុនវេលុយស្អីហ៊ុយអីគេនោះដែលហ៊ុនតូឈរឈ្មោះជាដើមដល់អញ្ចឹងទៅសៀមគេកសាងសំណុំរឿងដើម្បីលាតថារដ្ឋាភិបាលកម្ពុជាដែលជាអ្នកកាន់អំណាចមានលោកហ៊ុនសែនជាពិសេសតែម្ដងដែលពួកទាហានសៀមអាម៉ាតគេមិនចូលចិត្តហ្នឹងគេរៀបចំតាក់តែងសំណុំរឿងឲ្យកម្ពុជាទៅជាប្រទេសមួយដែលហៅថាប្រទេសសម្បុកចោលនេះគឺជារបៀបតាក់តែងសំណុំរឿងណាគឺជារបៀបតាក់តែងសំណុំរឿងដើម្បីនឹងចោទប្រកាន់មកលើកម្ពុជានឹងមួយសំណុំរឿងគោលដៅសំណុំរឿងនឹងមួយគោលដៅទី2ការវាយប្រហារនេះខ្ញុំបានជម្រាបហើយគឺសៀមវាអត់កាន់កាប់ស្រុកឬក៏ខេត្តកម្ពុជាទេវាព្រមព្រៀងជាមួយនឹងយួនថាវាគោរពនៅសិទ្ធិនៃអធិបុលយួននៅកម្ពុជាអញ្ចឹងសៀមវាអត់វាយយកស្រុកវាអត់វាយយកខេត្តខ្មែរទេបើមាននរណាមួយមកចោទវាថាវាឈ្លានពានវាថាបើឈ្លានពានវាអត់មានកាន់កាប់ទឹកដីទេរីឯប្រាសាទតាមន់តាកបីព្រះវិហារហើយនឹងតំបន់ព្រំដែនវាថាអានោះគឺជាស្នាមបញ្ហានៃបន្ទាត់ព្រំដែនអញ្ចឹងវាវាយរួមពេលជាមួយគ្នាឲ្យតែវាចងក្រងសំណុំរឿងបានថាលោកហ៊ុនសែនដាក់តបក្នុងប្រាសាទវាមិនធ្វើភ្លាមទេតែវានឹងបាញ់ឲ្យខ្ទេចប្រាសាទឲ្យខូចខាតប្រាសាទក្នុងគោលដៅថាបើវាកាន់កាប់មិនបានណាវាក៏បំផ្លាញចោលឲ្យលោកហ៊ុនសែនហើយនឹងខ្មែរយើងទៅថ្ងៃមុខខាតបង់អស់ទៅណាអាហ្នឹងអញ្ចឹងតែបើចោទវាថាវានឹងឈ្លានពានទឹកដីវានឹងប្រាប់វិញថាវាអត់កាន់កាប់ស្រុកឬក៏ខេត្តកម្ពុជាទេអញ្ចឹងវាអត់មានឈ្លានពានទេវាថាទំនាស់តែនៅក្នុងខ្សែព្រំដែនហើយវាចង់និយាយប្រាប់ថាខ្សែព្រំដែននេះគឺធ្វើបាបវាខ្លាំងណាស់មានសត្វតាចោលហើយបន្ទាប់មកទៀតមានសត្វតាជាតិផ្ទុះអញ្ចឹងដោយសារតែសុវត្ថិភាពរបស់វាទៅវាវាយហ្នឹងចំណុចទី2ណាបងប្អូនចំណុចទី3វាដាក់គោលដៅថាបើលើកនេះវាវាយមិនបាក់ជើងហ៊ុនសែនទេនិយាយត្រង់ណាខ្ញុំប្រាប់ត្រង់អាហ្នឹងគឺជាសម្ដីរបស់មេតបវានិយាយជាសម្ដីរបស់មេតបវានិយាយណាបើវាយមិនបាក់ជើងហ៊ុនសែនទេវាវាយទៀតវាវាយតចំនួនណាមានវរៈសេនីយ៍ឯកវាម្នាក់បាននិយាយថាបើលើកនេះវាយទៅមិនរលំសសរគ្រឹះនៃអំណាចហ៊ុនសែនទេវាវាយឲ្យសសរគ្រឹះនឹងរលំមានន័យថាបើវាយទៅវាមិនរលំអំណាចហ៊ុនសែនទេវាវាយឲ្យសសរគ្រឹះនឹងរលំដើម្បីថ្ងៃក្រោយវាធ្វើអូប៉េរ៉ាស្យុងវាវាយទៀតនេះគឺវានិយាយណាបងប្អូនសុំជ្រាបរឿងព្រំដែនមិនមែនជាបញ្ហារបស់វាទេហើយវាអត់កាន់កាប់ស្រុកឬក៏ខេត្តនៃកម្ពុជាទេវាព្រមព្រៀងជាមួយយួនហើយណាចំណែកឯដែនសមុទ្រវាមិនអាចទៅយកដែនសមុទ្រអាពណ៌ទឹកប៊ិចនឹងភ្លាមបានទេច្បាប់អន្តរជាតិណាមួយទៅបើយើងវាស់ពីបន្ទាត់មូលដ្ឋានវា12ម៉ាយហើយយើងវាស់ពីបន្ទាត់មូលដ្ឋាន200ម៉ាយតំបន់ទឹកយើង12/12ហើយថយមកក្រោយវិញចេញទៅមុខ200ម៉ាយមានន័យថាយើងមានបន្ទាត់មូលដ្ឋានដែនទឹកបូរណភាពដែនទឹកបន្តហើយនឹងដែនសេដ្ឋកិច្ចពិសេសបើយើងក៏លេខមើលទៅអាទឹកប៊ិចហ្នឹងណាបើយើងក៏លេខមើលទឹកប៊ិចហ្នឹងគឺអាម្ដុំនេះម្ដុំទឹកប៊ិចហ្នឹងវាមិនអាចលេបយកអា30000គីឡូម៉ែត្រហ្នឹងទាំងអស់ភ្លាមបានទេក៏ប៉ុន្តែវាធ្វើចំណាប់ខ្មាំងដំបូងវាធ្វើចំណាប់ខ្មាំងថាបើហ៊ុនសែននឹងនៅតែណាក្រអឺតក៏ទុំដាក់វាសក់ចិត្តមិនធ្វើអាជីវកម្មនៅលើទឹកដីហ្នឹងតែវានឹងបង្កលក្ខណៈឲ្យអំណាចរបស់ហ៊ុនសែនមិនអាចឲ្យក្រុមហ៊ុនបរទេសទៅវាស់វែងបានទេពីព្រោះអញ្ចេះណាអាតំបន់ទឹកប៊ិចហ្នឹងកាលណាយើងចង់ដាក់អាជីវកម្មវាទាល់តែយើងមានគេហៅថា maritime title ប្រទេសកម្ពុជាមិនអាចនឹងចុះហត្ថលេខាលើក្រុមហ៊ុនណាមួយឲ្យធ្វើ concession សម្បទានរុករកទាញផលក្នុងតំបន់ទឹកប៊ិចនឹងបានទេអត់បានទេតែអាទឹកប៊ិចនឹងទៅខាងសៀមវាមានក្រុមហ៊ុន oil company របស់វាតែម្ដងហើយវាមានក្រុមហ៊ុន oil company ដែល
ដៃគូហ៊ុនជាមួយវាតែម្ដងអញ្ចឹងវាអាចបន្លំបានដោយមិនចាំបាច់មាន maritime title ទេអញ្ចឹងជាផ្លូវការជា de jure ជាសិទ្ធិផ្លូវការវាអត់អាចដាក់ម៉ាស៊ីនខួងនៅលើតំបន់ទឹកបិចហ្នឹងចេញមុខទេវាអត់អាចដាក់ម៉ាស៊ីនខួងលើតំបន់ទឹកបិចហ្នឹងចេញមុខទេក៏ប៉ុន្តែវាអាចធ្វើអាជីវកម្មដោយលាក់លៀមបាននៅពេលដែលការតាក់ទងផ្នែក maritime title វាគ្មានសិទ្ធិទេតែវាវាយឲ្យកម្ពុជាមានទំនាស់ជាមួយវាខ្មែរយើងពីកោះកុងទៅពីកំពង់សោមពីពោតទៅគឺគ្មានលទ្ធភាពទៅល្បាតនៅតំបន់ទឹកបិចនឹងបានទេពីព្រោះនាវាធំធំយើងនឹងដាំស្បៃអស់ហើយយើងមានតែកាណូតល្បាតទេដែលយើងហៅកប៉ាល់ហ្នឹងជាកាណូតល្បាតទេជាប៉ត្រូលបូតទេចំណែកឯតបពីដូបូតដែលយើងមានពីដើមក៏វាចាស់អស់ហើយអញ្ចឹងដែលបងប្អូនឃើញនៅប្រទេសរៀមហ្នឹងណាជានាវាដែលគេហៅថាកាណូតល្បាតសមុទ្រកាណូតល្បាតសមុទ្រវាគ្មានកណ្ដុងធំទេវាគ្មានកណ្ដុងធំទេហើយក៏កាណូតហ្នឹងអាយុកាលក៏វាចាស់ហើយបើមានតបពីដូអាក្របសម្រាប់បាញ់នាវាក៏វាជាប្រភេទតបពីដូខ្វាក់អញ្ចឹងកាណូតមិនអាចធ្វើដំណើរទៅអាម្ដុំទឹកបិចនឹងបានទេដូច្នេះតំបន់ទឹកបិចហ្នឹងសៀមវាគ្មានសិទ្ធិស្របច្បាប់ទេតែវាអាចបន្លំធ្វើអាជីវកម្មបានរីឯក្រុមហ៊ុនដែលធ្វើអាជីវកម្មហ្នឹងវាជាភាគហ៊ុនរបស់ថៃដែលតាក់ទងនឹង PTT អីជាដើមប៉ុន្មាន PTT ហាងសាំងទេ PTT PTT ហាងសាំង PTT Petroleum Retail អាហ្នឹងជា division របស់វាទេវាមានអា PTT Exploratory Company ផ្សេងទៀត PTT តែមួយប៉ុន្តែ operation ខុសៗគ្នាវាដៃគូជាមួយនឹង ConocoPhillips វាដៃគូជាមួយនឹង Japan Oil Company វាដៃគូជាមួយនឹង Chevron American អញ្ចឹងបើសិនជាវាខួងនៅក្នុងតំបន់ទឹកបិចហ្នឹងភ្នែកយើងពីដែនគោកទៅយើងមើលមិនឃើញទេហើយបើសិនជាវាចែក concession ហ្នឹងឲ្យមួយចំនួនទៅចិនហើយចែកមួយចំនួនទៅអាមេរិកទៅជប៉ុនដែលជា Asian player ប្រទេសយួនគេមិនឈឺក្បាលទេប្រទេសម៉ាឡេក៏គេមិនឈឺក្បាលអ្នកដែលគេកេងប្រវ័ញ្ចបានគឺកម្ពុជាហើយសមត្ថភាពកម្ពុជាអត់មានអញ្ចឹងបើនិយាយថាវាច្បាមយកអាទឹកបិចនឹងយកទាំងស្រុងជាស្របច្បាប់អត់បានទេតែវាត្រូវធ្វើឲ្យមានការកេងប្រវ័ញ្ចបានដោយសារវាមានឥទ្ធិពលក្នុងឈូងសមុទ្រថៃឡង់អញ្ចឹងទៅថ្ងៃមុខបើអស់ពីលោកហ៊ុនសែនទៅឬក៏អស់ពីតកូលហ៊ុនទៅអ្នកណាឡើងមកបើនិយាយគ្នាត្រូវវាក៏ចាប់ផ្ដើមចរចាធ្វើដៃគូអភិវឌ្ឍលើតំបន់ទឹកបិចហ្នឹងហើយបើចរចាហ្នឹងជួនកាលវានឹងលុបចោល MOU 2001ដែលគេហៅ MOU 44ហើយធ្វើ MOU ថ្មីដែលអា30000គីឡូម៉ែត្រហ្នឹងវាធ្វើ27000ដដែលតែវាអ្វីវានៅតែយកប្រៀបលើដោយសារតែរដ្ឋាភិបាលដែលកើតក្រោយតកូលហ៊ុនក៏មិនអាចនឹងមានសមត្ថភាពខាងសមុទ្រនិយាយឲ្យចំសមត្ថភាពសមុទ្រយើងវាអត់មានបាទសមត្ថភាពសមុទ្រអត់មានអញ្ចឹងបើតកូលហ៊ុនតាហ៊ានសៀមវាយមិនបាក់ជើងទេហ៊ុនសែនស្លាប់ទៅហ៊ុនម៉ាណែតនៅហ៊ុនម៉ាណែតក៏វាហៅទៅរកស៊ីជាអភិវឌ្ឍដៃគូ joint development ទៅបើហ៊ុនម៉ាណែតយល់ឃើញថាទៅធ្វើជាមួយវាក៏វាសុខសាន្តទៅនៅពេលដែលហ៊ុនសែនក៏ស្លាប់ទៅណាសុំទោសបងសែនខ្ញុំមិនមែននិយាយបងឯងស្លាប់ទេព្រោះមនុស្សចាស់ទៅវាចេះស្លាប់ណាយើងចាត់សិតផ្លាយប៉ុន្តែនឹងបើសិនជាហ៊ុនម៉ាណែតហ្នឹងសម្របសម្រួលណាតែបើវាអត់មានតកូលហ៊ុនទេរដ្ឋាភិបាលកម្ពុជាក្រោយក៏សម្របសម្រួលទៅតាមហ្នឹងតែដរាបណាហ៊ុនសែននៅរស់ហើយហ៊ុនសែននៅកវេកវោតតែហ៊ុនសែនសុកចិត្តជាមួយវាសុកចិត្តផ្ទាល់ជាមួយវាមកនិយាយជាមួយវាផ្ទាល់មកថាអូខេការតោះតែងនេះត្រូវតែវែកញែកជំរះឲ្យអស់ហើយអត់រឿងទេបើនៅតែឡងចុះឡងឡើងគឺអាតំបន់ទឹកបិចហ្នឹងវាកេងប្រវ័ញ្ចតិចដើម្បីជីកដើម្បីខួងអីចឹងតែវាបើនិយាយពីការស្របច្បាប់វាអត់មានទេវាគ្មានសិទ្ធិស្របច្បាប់ទេនៅក្នុង UNCLOS ក៏វាអត់មានសិទ្ធិដែរណាហើយបើយើងប្តឹងស្រាច់តែវាមិនទទួលស្គាល់អីទាំងអស់ណាមួយទៅលោកហ៊ុនសែនគាត់កាន់អំណាច30ឆ្នាំនេះគាត់មានតែกระดาษប្រគុណទេគាត់គ្មានស្អីដែលទៅប្តឹងគេបានទេណាអ្វីវាស្ថិតនៅលើច្បាប់សមុទ្រ
យើងវាគ្មានស្អីទៅប្តឹងគេបានទេវាអត់មានស្អីតែបញ្ជាក់ទេហើយអាកម្មសិទ្ធិលើឈូងសមុទ្រហ្នឹងវាប្រែប្រួលតាំងពី57មកណាហើយអាការប្រែប្រួលហ្នឹងយើងមិនដែលចងក្រងទេវាអត់អាចយកអាពណ៌ទឹកប៊ិចហ្នឹងបានទាំងស្រុងទេប៉ុន្តែយើងក៏មិនអាចធ្វើអាជីវកម្មបានត្រង់នេះក្មេងស៊ីចូលសម័យក្រោយស្ដាប់អត់បានទេថានិយាយឡប់លិនមិនខុសច្បាប់មិនបានត្រឹមត្រូវតាមច្បាប់មិនក៏ធ្វើមិនកើតអាហ្នឹងកលៈទេសៈនយោបាយក៏យើងចេះចឹងខ្ញុំនិយាយសារថ្មីម្ដងទៀតសៀមវាទម្លាក់ក្របបែកវាបំផ្លាញសំណង់ពីព្រោះវាបានថតសំណង់ហ្នឹងទុកមុនហើយសំណង់ហ្នឹងមានចម្រឹងដែកចម្រឹងអីវាថតទុកហើយណាមួយទៅជនជាតិសៀមគ្នាវាហ្នឹងក៏ធ្វើការនៅអាសំណង់អស់ហ្នឹងពីមុនដែរអញ្ចឹងរូបថតរូបអីមានទាំងអស់ដល់ហើយវាទម្លាក់ទៅលើសំណង់ហ្នឹងនៅពេលដែលវាដឹងថាអាសំណង់សន្តាគារកាស៊ីណូនោះអត់មានមនុស្សទេវាទម្លាក់ទៅហើយវាចងក្រងសំណុំរឿងដើម្បីបញ្ចូលទៅឲ្យអង្គការអន្តរជាតិដែលកំពុងតែប្រយុទ្ធប្រឆាំងនឹង scam centers ដើម្បីលាតថារដ្ឋាភិបាលហ៊ុនសែនហ្នឹងគឺជាសម្បុកចោលអ ுக ្រិតកម្មអនឡាញអញ្ចឹងនេះខ្ញុំនិយាយប្រាប់រដ្ឋាភិបាលឲ្យដឹងណាមកខឹងខ្ញុំខុសហើយព្រោះខ្ញុំប្រាប់ឲ្យដឹងថាគេរៀបអញ្ចឹងហើយសៀមក៏មិនដឹងដែរថាសហរដ្ឋអាមេរិកហ្នឹងមិនទាន់អូសអ្នកណាម្នាក់ដែលជាអ្នកកាន់អំណាចកម្ពុជាហ្នឹងដាក់ក្នុងបញ្ជីខ្មៅទេសៀមវាដឹងថាឈ្មោះលោកហ៊ុនសែនក្តីមន្ត្រីធំក្តីក៏វាមិនទាន់អូសចូលដាក់បញ្ជីខ្មៅទេសៀមវាដឹងតែក៏វាដឹងដែរថាអាមេរិកកាំងនៅប្រើប្រាស់កម្ពុជានៅឡើយដូចជាការរឹបអូសបង្កក់ទ្រព្យសម្បត្តិ 15,000 លានពី Prince Group មានឈិនជាមេអីហ្នឹងគឺវារំលងលោកហ៊ុនសែនវារំលងលោកហ៊ុនម៉ាណែតវារំលងលោកសសុខា